សម្រាប់អ្នកដែលចង់ធ្វើវីដេអូហើយចង់ថតវីដេអូប៉ុន្តែអៀនកាមេរ៉ានិយាយអត់ចេញនិយាយទៅមានអារម្មណ៍ថាអៀនរឹងបាទក៏លោះអត់ចេញអញ្ចឹងណាបាទវិធីសាមញ្ញបំផុតដែលខ្ញុំអាចផ្ដល់ឲ្យអ្នកនរគ្នាបានជាបទពិសោធន៍របស់ខ្ញុំគឺអ្នកនរគ្នាអាចនិយាយមុខកញ្ចក់បាទឈរមុខកញ្ចក់ឬក៏អង្គុយមុខកញ្ចក់ហើយនិយាយខណៈយើងនិយាយទៅគឺប្រៀបដូចយើងថតខ្លួនឯងយើងឃើញថាយើងនិយាយបែបម៉េចយើងមានកាយវិការអីអត់អញ្ចឹងណាអញ្ចឹងហើយវិធីនេះវាអាចធ្វើឲ្យយើងហ្នឹងមានភាពក្លាហានជាងមុនក្នុងការនិយាយធ្វើវីដេអូនិយាយរាយរាប់ពីអីមួយអញ្ចឹងហើយការធ្វើវីដេអូគឺធ្វើទៅតាមការស្រឡាញ់ចូលចិត្តកុំធ្វើតាមគេអ្នកនរគ្នាចូលចិត្តខាងអីគឺធ្វើខាងហ្នឹងទៅចូលចិត្តរួមធ្វើវីដេអូអំពីរួមបង្ហាញទៅមហាជនហុកនៅក្នុងបណ្ដាញសង្គម Facebook ឬក៏ TikTok របស់អ្នកនរគ្នាចូលចិត្តធ្វើម្ហូបគឺធ្វើម្ហូបអ្នកនរគ្នាចូលចិត្តដើរលេងធ្វើវីដេអូអំពីការដើរលេងបាទអ្នកនរគ្នាចូលចិត្តដើរព្រៃធ្វើវីដេអូអំពីការដើរព្រៃបង្ហាញទៅអ្នកនរគ្នាឲ្យបានដឹងអ្នកនរគ្នាជាអ្នកខ្វៀលគោជាអ្នកខ្វៀលក្របីជាអ្នកចិញ្ចឹមជ្រូកជាអ្នកចិញ្ចឹមមាន់ទាអ្នកនរគ្នាអាចធ្វើវីដេអូអំពីការចិញ្ចឹមជ្រូកមាន់ទានឹងបានដោយបង្ហាញអំពីការចិញ្ចឹមទានឹងបែបម៉េចមើលថែទាំបែបម៉េចចិញ្ចឹមមាន់នឹងមើលថែទាំបែបម៉េចបាទឲ្យចំណីបែបណាមួយថ្ងៃប្រហែលដងនេះគឺសុទ្ធតែជាវិធីសាស្ត្រនៅក្នុងការធ្វើវីដេអូបើអ្នកនរគ្នាជាគេហៅថាអ្នកចំការអ្នកធ្វើចំការមានដូចជាចំការដំឡូងចំការដំណាំអីផ្សេងដែលអ្នកនរគ្នាបានធ្វើអ្នកនរគ្នាអាចចាប់ផ្ដើមថតពីការធ្វើចំការរបស់អ្នកនរគ្នាឧទាហរណ៍ថាការដាំដំឡូងនៅពេលដែលយើងចាប់ផ្ដើមភ្ជួរដីបាទយើងអាចថតពីសកម្មភាពត្រាក់ទ័រដែលគេកំពុងតែភ្ជួរអញ្ចឹងទៅបាទហើយនិយាយរាយរាប់ប្រាប់គេថានេះខ្ញុំបានមកជួដីចំការរបស់ខ្ញុំមួយកន្លែងនៅទីតាំងណាមួយបាទបន្ទាប់ពីនឹងមកអ្នកទាំងនេះអាចនិយាយថាបន្តិចទៀតពេលដែលហើយគឺយើងអាចដឹកដើមដំឡូងមកដាក់ហើយនឹងដាក់កម្មករចុះដាំតែម្ដងយើងអាចនិយាយចឹងក៏បានដែរបាទបើសិនជាអ្នកទាំងអស់គ្នាជាអ្នកធ្វើស្រែបាទយើងអាចនិយាយរាយរាប់ប្រាប់ដូចស្តៀងទៅនឹងការធ្វើចំការដូចគ្នាដែរហើយបើសិនជាអ្នកនរគ្នាមានជាក្រុមឬក៏មិនមានក្រុមដូចខ្ញុំតែឯងចេះយើងអាចធ្វើវីដេអូ live style បាទ live style មានន័យថា free style ដូចគ្នាដែរយើងចង់ធ្វើវាអីគឺធ្វើពីនឹងទៅនិយាយពីនឹងធ្វើទៅឲ្យផុសបាទយើងដាក់ចូល account Facebook របស់យើង page ក៏បានឲ្យតែអ្នកនរគ្នាមានហ្នឹងហើយអញ្ចឹងអ្នកនរគ្នាត្រូវតែព្យាយាមធ្វើតាមដែលសមត្ថភាពអ្នកនរគ្នាមាន